OK ជាងថ្ងៃនេះយើងបកបន្តមេរៀនបន្តទៀតដែលយើងទៅ record video demo ទៅទៅនឹង comment មួយចំនួនដែលយើងបានរៀននៅក្នុងថ្នាក់ហើយ lab នោះគឺតម្រូវឲ្យយើងធ្វើការតម្រូវឲ្យសិស្សទាំងអស់ record video សម្រាប់ម៉ោងរៀននេះអញ្ចឹងបន្ទាប់ពីយើងវីដេអូមុនយើងនិយាយទាក់ទងទៅនឹងការ install Ubuntu server នៅលើ VirtualBox អញ្ចឹងនៅពេលដែលយើង install ហើយយើងសិក្សា comment មួយចំនួនដែលយើងត្រូវការយល់ដឹងនៃការចាប់ផ្ដើមរៀន Linux អញ្ចឹង comment ដំបូងដែលយើងធ្វើនេះបាយគឺយើងធ្វើការ update នៅ Pancake Business អញ្ចឹង comment ដែលយើងធ្វើការ update នៅ Pancake មួយយើងរបស់ Ubuntu នោះគឺយើងប្រើប្រាស់ sudo and update ដើម្បីធ្វើការ update នៅ Pancake មួយវាអញ្ចឹងនៅពេលដែលយើងវាយ comment ហ្នឹងវាទាមទារឲ្យយើងវាយ password សម្រាប់ user យើងអូខេអញ្ចឹងវាកំពុងតែធ្វើការ update នៅ Pancake ហើយអញ្ចឹងហើយវាថា all the Pancake របស់យើង after that ហើយមានន័យថាយើងបាន update វារួចរាល់ហើយជំហានបន្តទៀតគឺយើងប្រើប្រាស់នៅ comment តាក់ទងទៅនឹង basic navigate គឺ basic navigate របស់យើងមាន w ហើយសំដៅគឺ p wd គឺវាបង្ហាញអំពីcurrent location របស់យើងកំពុងតែចូលនៅក្នុងទីតាំងណានៅ user ណានៅ directory មួយណាអញ្ចឹងយើងវាយដើម្បីយើងនេះវាបង្ហាញថាយើងនៅ home ហើយ user របស់យើងគឺ CandyJO ហ្នឹងឯងហើយយើងអាចធ្វើការបង្ហាញអំពីអ្វីដែលមាននៅក្នុង user របស់យើងបានតាមរយៈ comment s content ផ្សេងៗដែលមាននៅក្នុង user CandyJO ហ្នឹងគឺមាន folder ចំនួន4មាន my folder f su10 su20 su23 ដើម្បី detail អំពីពីព្រោះថាយើងអាចមើលទៅនៅពេលដែលយើងប្រើប្រាស់ comment ls គឺវាបង្ហាញត្រឹមតែឈ្មោះ folder មកតែប៉ុណ្ណោះតែបើសិនជាយើងចង់ detail ថាតើវាមានទំហំប៉ុណ្ណាឬក៏ information ទាក់ទងទៅនឹង size របស់ directory ហ្នឹងយើងអាចប្រើប្រាស់ comment បន្ថែមទៀតគឺ ls -ls ហ្នឹងឯងគឺ ls -l ហ្នឹងឯងចឹងវាបង្ហាញអំពី information ក៏ដូចជា permission size ឬក៏ date ទាក់ទងទៅនឹងការបង្កើតនៅ directory មួយហ្នឹងយើងមានចំនួន folder ចំនួន4ហើយទំហំរបស់វាបើសិនជាយើងចង់ detail ជាងនឹងទៀតយើងមាន comment មួយទៀតគឺ ls-la បើសិនជាយើងនិយាយពាក្យពេចន៍នោះគឺវាថាជាវាជា list document readable file sizes ពេលដែលយើងវាយចឹងមកវាបង្ហាញអំពីទំហំ file ន័យថាវាគិតជាបើសិនជាតាមការផ្ទុករបស់ folder របស់យើងណាវាអាចមានជា gigabyte ជា megabyte អីជាដើមអញ្ចឹងទំហំ folder ទាំង4របស់យើងទំហំគឺវាស្មើគ្នាគឺ 4.0 kilobyte ហើយថ្ងៃបង្កើតក៏ថ្ងៃជាមួយគ្នាទៀតអាហ្នឹងវា detail ខ្លាំងជាងcomment ដែលយើងវាយមុនមកហ្នឹងគឺខាងលើនោះគឺ ls-l ទៀតអូខេអញ្ចឹងយើងអាចវាយមួយទៀតគឺ ls-a គឺបង្ហាញតាក់ទងទៅនឹង hidden folder ឬក៏ hidden file អូខេអញ្ចឹង hidden file មានអីខ្លះមានទាំងអស់ហ្នឹងដែលយើងបានឃើញលើ screen ហ្នឹងហើយ
comment បន្ទាប់ទៀតគឺតកតងទៅនឹង CD CD យើងអាចមានទម្រង់ច្រើន CD អាចមាន CD ដើម្បី change directory CD go up ឬក៏ go down ឬក៏មួយទៀតគឺ CD ដើម្បីទៅកាន់ home ឬក៏ទៅកាន់ super user គឺ root តែម្ដងយើងចុច CD អញ្ចឹង ls មួយឲ្យ sorry ls អញ្ចឹងយើងចង់open នៅ directory មួយណាយើងប្រើ CD ហើយយើងវាយឈ្មោះនៅ folder ហ្នឹងមកក៏ប៉ុន្តែបើសិនជាយើងមានន័យថាយើងអាចវាយពាក្យខ្លះក៏បានហើយយើងប្រើ tab មួយដើម្បីឲ្យវាឲ្យ load ទៅកាន់ folder ហ្នឹងតែម្ដងវាឃើញនៅពេលដែលយើងវាយតែប៉ុណ្ណឹងហើយយើងប្រើចុច tab មួយមកគឺវា load ចូលទៅកាន់ឈ្មោះរបស់ folder ហ្នឹងតែម្ដងយើង CD មកអញ្ចឹងយើងកំពុងតែចូលនៅលើ folder my move app ហ្នឹងឯងអញ្ចឹងដើម្បីយើង go back one មួយវិញយើងមិនថាយើងទៅកាន់ user candy jar យើងវិញយើងអាចប្រើប្រាស់នៅ command cd ហើយចុចពីរដងអញ្ចឹងយើងមកកាន់ user candy jar យើងវិញcommand បន្ទាប់ទៀតឧទាហរណ៍ថាបើសិនជាយើងបើក file កាន់តែច្រើន CD ច្រើនទៅដល់ file ទៅដល់ subfolder ផ្សេងទៀតយើងអាចប្រើប្រាស់នៅ CD CD dash ក៏បានដែរ CD dash អញ្ចឹងវាគោទៅកាន់កន្លែងហ្នឹងវិញគោទៅ home កន្លែងយើងបើកដំបូងវិញវា remember នៅអ្វីដែលយើងបើកដំបូងវិញបន្ទាប់ទៀតគឺយើងអាចធ្វើការ CD backslash ទៅកាន់ user root តែម្ដងនេះយើងមកកាន់ user root មកយើងCD my folder CD ls cd dot la ok បន្ទាប់ពីយើងធ្វើការប្រើប្រាស់នៅ command តាក់ទងទៅនឹង basic navigate រួចអស់យើងចូលមកកាន់ command តាក់ទងទៅនឹង file operation វិញអូខេចឹងដើម្បីយើងធ្វើការបង្កើត folder ឬក៏បង្កើត file យើងអាចប្រើប្រាស់ command ដូចជាឧទាហរណ៍ខ្ញុំចង់បង្កើតfile ឬក៏ sub folder នៅក្នុង Azure Doc ហ្នឹងតើយើងប្រើប្រាស់ command អ្វីគឺយើងប្រើប្រាស់ command mkdir ហើយឈ្មោះ folder ដែលយើងចង់បង្កើតគឺ Azure Doc my work ហើយយើងអត់ដែរមកគឺនេះឃើញ my work មកដូចទៀតបើសិនយើងចង់បង្កើត file យើងប្រើប្រាស់នៅ command touch ហើយឈ្មោះ file របស់យើងដូចជា cv.e.pdf ស្មោះគឺមកនេះ cv.pdf command មួយចំនួនទៀតតើតើទៅនឹងយើងអាចនៅពេលដែលយើងបង្កើត file ហើយយើងអាចសរសេរ file ចូលទៅក្នុងសរសេរនៅ content ចូលទៅក្នុង file នឹងបានឧទាហរណ៍ថាយើងចង់សរសេរ content ផ្សេងចូលទៅក្នុង file hello1.txt អញ្ចឹងយើងអាចធ្វើប្រើប្រាស់ command echo បើកមកយើង
I am studying Linux for the first time ហើយបន្ទាប់មក file ដែលយើងចង់ write ចូលគឺចូលទៅក្នុង hello អញ្ចឹងយើងអាចធ្វើការ view វាថាតើយើង write ចូលអត់យើងប្រើប្រាស់ cat file របស់យើងគឺ hello អូខេនេះវាមកហើយcomment បន្ទាប់ទៀតតកតងទៅនឹងការ copy ក៏ដូចជាការ copy នៅ file copy នៅ folder ហើយនឹង remove ឧទាហរណ៍ថាយើងចង់ copy នៅ my database SQL ចូលទៅក្នុង folder my work អញ្ចឹងយើងអាចប្រើប្រាស់ command cp ហើយ source របស់យើងថាយើងចង់ copy គេគឺ my database ទៅកាន់ my work យើងអាច cd my work មានទេយើងគួរអត់វិញតាម cp សាថ្មីcd my work អូខេអញ្ចឹងវាមកនេះ comment បន្ទាប់ទៀតគឺយើងធ្វើការ copy folder តែម្ដងអញ្ចឹងយើងអាច copy folder យើង go back នេះថា go up ទៅមួយវិញយើងចូលមកកាន់ folder su10 វិញយើងធ្វើការ copy su20 ព្រោះស្ទើរតែក្នុងនោះមាន su20 អញ្ចឹងយើង copy su20 ចូលទៅក្នុង my work directory su20 ហ្នឹងអញ្ចឹងយើងចូលមក cp -or su20 my work អូខេ cp su20 my work cdអញ្ចឹង directory folder su20 វាបានចូលមកក្នុង my work ហើយដោយការប្រើប្រាស់ command cp -on វិញហើយបន្ទាប់ទៀតយើងអាចធ្វើការ remove យើងអាចធ្វើការ move file នឹងទៅកាន់ទីតាំងមួយណាទៀតក៏បានដែរតាមអ្វីដែលយើងចង់ remove ឧទាហរណ៍ថាយើងចង់ cp យើង class ជិះយើងធ្វើការ remove file cv.pdf ហ្នឹងចូលមកកាន់ my work ដែរអញ្ចឹងយើងចូលមកកាន់ folder su10 ហ្នឹងវិញប្រើប្រាស់ move cv
PDF การ My Word วิ PDF My Word ไม่ก็วิชาเติมโอเควิซีวิ PD PDF យើង ICD វាអញ្ចឹង CV ហ្នឹងវាបានមកចូលនៅក្នុង directory My Word ហ្នឹងហើយអញ្ចឹងយើងចូលទៅកាន់ HTML វិញតើវាបាត់នៅបាន file cv.pdf ហ្នឹងអូខេអញ្ចឹងវាបានបាត់ហើយវាចូលទៅក្នុង folder su ចូលទៅក្នុង folder My Word វិញអូខេអញ្ចឹងមានប៉ុណ្ណឹងទេក៏ពិតនៅមានច្រើនទៀតមួយចង់ធ្វើវីដេអូច្រើន